រឿងអាចកំបាំងផ្ទះគេតឪពុកតាអ្នកធ្លាប់ដេកលក់ពាក់កណ្ដាលអត្រាតហើយស្រាប់តែមានអារម្មណ៍ថាមានមនុស្សកំពុងឈរសម្លឹងមើលអ្នកពីចុងជើងទេអ្នកចង់ងើបមើលប៉ុន្តែរាងកាយកម្រើបមិនរួចអ្នកចង់ស្រែកប៉ុន្តែគ្មានសំឡេងចេញមកហើយរំពេចនោះអ្នកឮសំឡេងខ្សឹបនៅក្បែរត្រចៀកថាឯងមកទីនេះធ្វើអ្វីសំឡេងខ្យល់បក់វូវូកាត់ស្លឹកចេកសូរជាន់ក្តារងាកក្រាក់យ៉ាងយឺតរិទ្ធីបានត្រឡប់មកកាន់ផ្ទះឈើបុរាណមួយខ្នងនៅឯខេត្តដាច់ស្រយាលដែលជាកេរ្តិ៍មរតកចុងក្រោយរបស់ឪពុកគេដែលទើបតែទទួលមរណភាពកាលពីសប្តាហ៍មុនផ្ទះនេះសង់ផ្ទាល់ដីសសរខ្ពស់ប្រក់ក្បឿងចាស់ដុបស្លែនិងហ៊ុំព័ទ្ធទៅដោយចំការចេកជ្វាដ៏ក្រាស់ឃ្មឹកមើលទៅងងឹតស្លុបសូម្បីតែនៅពេលថ្ងៃបរិយាកាសក្នុងភូមិស្ងាត់ជ្រងំខុសពីធម្មតាអ្នកភូមិហាក់ដូចជាកិច្ចវេសមិនចង់សម្លឹងមុខរិទ្ធីចំនោះទេនៅពេលគេបើកទ្វារឈើដ៏ធ្ងន់ចូលទៅក្នុងផ្ទះក្លិនផ្ដាវចាស់ក្លិនអាចប្រជៀវនិងក្លិនធូបដែលឆេះអស់ជាយូរមកហើយបាំងភាយមកប៉ះចមុខពន្លឺព្រះអាទិត្យរៀបលិចជះពណ៌ប្រហើមឆ្អោកាត់តាមចម្រឹងបង្អួចបង្កោជាស្រមោលវែងដេកសន្ធឹងលើក្តាររនារិទ្ធីមានអារម្មណ៍ត្រជាក់ស្រេបដល់ឆ្អឹងខ្នងអារម្មណ៍មួយប្រាប់គេថាផ្ទះនេះមិនទទេស្អាតនោះទេមានអ្វីមួយយ៉ាងកំពុងរងចាំគេនៅទីនេះជាយូរណាស់មកហើយសំឡេងចង្រិតយំរៃសំឡេងឆ្កែលូពីចម្ងាយរួចស្រាប់កាន់លាន់មាត់ខួតស្ងាត់ឈឹងទៅវិញរាត្រីបានឈានចូលមកដល់ដោយគ្មានអគ្គិសនីរិទ្ធីត្រូវពឹងផ្អែកលើពន្លឺចង្កៀងប្រេងកាតតូចមួយដែលចាំងពន្លឺភ្លឹមនៅក្បែរមុងភ្លៀងរលឹមស្រិចចាប់ផ្ដើមធ្លាក់ខណៈដែលគេប្រឹងបិទភ្នែកទៀងភួយដណ្ដប់សំឡេងកោសក្តារទីក្រោមផ្ទះខ្វាករិទ្ធីបើកភ្នែកព្រឹបសំឡេងនោះស្ដាប់ទៅដូចជាក្រញ្ចក់ដៃវែងកំពុងកោសក្តាររនាចំពីក្រោមខ្នងរបស់គេបេះដូងគេលោតញាប់ដង្ហើមធ្ងន់រំពេចនោះសំឡេងមួយបានបន្លឺឡើងពីទិសចំការចេកខាងក្រោយផ្ទះសំឡេងបំពេកូនយ៉ាងស្រងក់ស្រងាត់ទ្រហួយយំអឺងឲ្យដេកទៅកូនឪពុកឯងទៅចោលយើងហើយសំឡេងនោះជាសំឡេងមនុស្សស្រីស្អែកត្រជាក់និងពោពេញទៅដោយគំនុំរិទ្ធីប្រឹងទប់អារម្មណ៍ភ័យខ្លាចគេលុកដៃទៅយកទូរស័ព្ទដើម្បីបើកភ្លេងភីលប៉ុន្តែទូរស័ព្ទរលត់ឈឹងដោយគ្មានហេតុផលសំឡេងកោសក្តារកាន់តែខ្លាំងឡើងរហូតដល់ឈប់ស្ងាត់ជ្រងំសំឡេងដំណក់ទឹកស្រក់តក់លើក្តារសំឡេងបោះជំហានដើរខ្សឹបជុំវិញមុងរិទ្ធីសង្កត់ដង្ហើមគេមិនហ៊ានគម្រើបខ្លួនសូម្បីតែបន្តិចទេក្លិនផ្កាម្លិះក្រៀមលាយឡំនឹងក្លិនស្អោយសាកសពបានភាយចូលពេញបន្ទប់ដោយភាពចង់ដឹងនឹងការភ័យខ្លាចកប់ដោកំពូលរិទ្ធីបានសម្លឹងមើលទៅកាន់ប្រឡោះក្តាររនាដែលឆ្លុះពន្លឺព្រះច័ន្ទពីក្រោមផ្ទះអ្វីដែលគេបានឃើញធ្វើឲ្យឈាមក្នុងខ្លួនកកស្ទះតាមប្រឡោះក្តារនោះមានកែវភ្នែកមួយគូពណ៌ក្រហមឆ្អៅធំខុសពីមនុស្សធម្មតាកំពុងសម្លឹងត្រឡប់មកគេវិញដោយគ្មានពណ៌ប្រភ្លេចរិទ្ធីស្ទុះថយក្រោយវ៉ាទៅបុកជញ្ជាំងសំឡេងខ្យល់បក់វឹងបើកទ្វារបង្អួចតាំងកំរោលនៅខាងក្រៅបង្អួចក្រោមពន្លឺព្រះច័ន្ទដែលរងារងោស្រមោលមនុស្សស្រីមួយសក់វែងប្រឡាក់ពេញទៅដោយផក់និងឈាមស្លៀកសំពត់ចាស់រហែកកំពុងតងតួរណោបង្វេចសម្លឹងមកគេនាងគ្មានប្រស័យភ្នែកទេទឹកឈាមពណ៌ខ្មៅកំពុងហូរស្រក់ចុះមកលើថ្ពាំងដែលស្លែកស្លាំងសំឡេងទ្វាររបើកខ្ទេចក្រាំងសំឡេងខ្យល់ហួសហែងបាក់ពន្លត់ចង្កៀងងងឹតស្លុបរិទ្ធីស្រែកចំដង្ហើមប៉ុន្តែគ្មានអ្នកណាអាចជួយគេបានទេនៅកណ្ដោព្រៃបែបនេះរូបកាយដ៏គួរឲ្យខ្លាចនោះបានវ៉ាចូលទៅក្នុងផ្ទះមួយជំហានម្ដងខ្លួនប្រានាងបាត់បែនខុសពីធម្មតាសំឡេងឆ្អឹងលាន់ក្រឹបនាងវ៉ាមកដល់ចុងជើងរបស់រិទ្ធីភាពត្រជាក់សាយខៀងពេញខ្លួនរិទ្ធីបិទភ្នែករងចាំសេចក្តីស្លាប់ដោយគិតថាខ្មោចព្រាយមួយនេះច្បាក់ជាហែកកកាយស៊ីសាគេមិនខានប៉ុន្តែដៃដ៏ត្រជាក់នឹងរឹងដូចតកកនោះមិនបានច្របាច់កគេទេ
នាងបានលាដៃរបស់នាងចិននៅក្នុងបន្តោមខ្សែប្រាក់ចាស់ដែលប្រឡាក់ទៅដោយដីនិងឈាមក្រៀមក្រំនាងចង្អុលទៅកាន់បន្តោមខ្សែប្រាក់រួចចង្អុលទៅកាន់ចំការចេកខាងក្រោយផ្ទះមុននឹងបន្លឺសំឡេងលាន់ទ្រហឹងពេញខួរក្បាលរបស់រិទ្ធីសងយុត្តិធម៌ឲ្យខ្ញុំរួចរាងកាយនោះក៏រលាយបាត់ទៅក្នុងភាពងងឹតបន្សល់ទុកតែបន្តោងខ្សែប្រាក់នៅលើប្រអប់ដៃរិទ្ធីដែលកំពុងញ័រទៅត្រើតសំឡេងសត្វបក្សីយំស្វាគមន៍ព្រឹកព្រលឹមសំឡេងជីដីចបកាប់បុកប៉ះវត្ថុរឹងព្រឹកឡានរិទ្ធីបានយកបន្តោងខ្សែប្រាក់នោះមកជិតសម្អាតនៅខាងក្នុងគឺរូបភាពឪពុករិទ្ធីកាលពីនៅកំឡងថតអូបឲ្យយ៉ាងស្និទ្ធស្នាលជាមួយនារីស្រុកស្រែដ៏ស្រស់ស្អាតម្នាក់ដែលមានមុខមាត់ដូចខ្មោចព្រាយកាលពីយប់មិញរិទ្ធីបានហៅអ្នកភូមិចាស់ចាស់និងប៉ូលីសមកជីគាស់នៅគល់ដើមចេកជ្វាធំជាងគេខាងក្រោយផ្ទះនៅជម្រៅជាង1ម៉ែត្រពួកគេបានរកឃើញគ្រោងឆ្អឹងមនុស្សពីរមួយជាគ្រោងឆ្អឹងមនុស្សធំនិងមួយទៀតជាគ្រោងឆ្អឹងតារកទៅនឹងផ្ទៃការពិតបានលាតត្រឡប់ឡើងយ៉ាងសង្វេគឪពុករបស់រិទ្ធីដែលតែងតែគេគោរពស្រឡាញ់និងចាត់ទុកថាជាមនុស្សធម៌នៅឯទីក្រុងកាលពី30ឆ្នាំមុនលោកធ្លាប់បានលួចមានទំនាក់ទំនងជាមួយនារីក្នុងភូមិម្នាក់រហូតតែមានផ្ទៃពោះដើម្បីអាចទៅរៀបការជាមួយម្ដាយរបស់រិទ្ធីដែលជាកូនអ្នកមានមុខមាត់នៅភ្នំពេញឪពុករបស់គេបានបោកបង្ឆោតនាងមកទីនេះរួចវាយទម្លូកលលូនក្បាលគេនាងកប់នាងនឹងកូនក្នុងផ្ទៃទាំងរស់នៅក្រោមដើមចេកនេះខ្មោចមួយនេះមិនមែនចង់មករកជីវិតរិទ្ធីទេនាងគ្រាន់តែរងចាំអស់30ឆ្នាំដើម្បីឲ្យកូនរបស់ឃាតករជាអ្នកមកកកាយរកយុត្តិធម៌និងលាតត្រឡប់អំពើបាបរបស់ឪពុកខ្លួនឯងរិទ្ធីលុតជង្គង់ចុះយំនៅមុខរណ្ដៅយុត្តិធម៌អាចយឺតយ៉ាវប៉ុន្តែវាមិនដែលសាបសូន្យឡើយរឿងនេះបង្រៀនយើងថាពេលយប់ស្ងាត់បើអ្នកឮសំឡេងឆ្កែលូកុំគិតថាពួកវាឃើញខ្មៅជានិច្ចជួនកាលពួកវាគ្រាន់តែទន្ទិញមើលអំពើបាបដែលមនុស្សលោកបានលាក់ទុកប៉ុណ្ណោះ